ក្រាបថ្វាយគុំលោកគ្រូហើយជំរាបសួរដល់បងប្អូនប្រិយមិត្តជាអ្នកស្នេហាក្នុងវិស័យទូងោយើងទាំងអស់គ្នាថ្ងៃនេះជួបសាជាថ្មីទៀតតាក់ទងជាមួយនឹងប្រវត្តិទូចាស់ជាមួយនឹងមច្ឆាផ្ទងដែលស្ថិតនៅក្នុងវត្តព្រៃចង្ក្រានក្រោមនៅស្រុកស៊ីធូកដានៃខេត្តព្រៃវែងបងអញ្ចឹងសម្រាប់ទូងោចាស់មួយគ្រឿងនេះកណាចង់ឲ្យលោកគ្រូពាក់ព័ន្ធជាមួយនឹងប្រវត្តិតើយ៉ាងណាដែរលោកគ្រូទូងោមួយគ្រឿងហ្នឹងក៏សាងក្នុងកំឡុងឆ្នាំណាអីឆ្នាំណាដែរទូមច្ឆាផ្ទងដែលមានចំណុះ46នាក់នេះគឺក៏សាងនៅឆ្នាំ1992នៅជាងដែលធ្វើទុកនេះគឺលោកតាម៉ៅជាងម៉ៅតាម៉ៅកណាអញ្ចឹងមកដល់ពេលបច្ចុប្បន្នហ្នឹងអាយុ30ឆ្នាំ34ឆ្នាំកណាអាយុចាស់ដែរហើយតាក់ទងជាមួយនឹងប្រវត្តិតើទុកងមកគ្រឿងហ្នឹងប្រវត្តិយ៉ាងណាដែរលោកទុកមកគ្រឿងនេះធ្លាប់ប្រឡូកនៅក្នុងការប្រកួតផ្សេងនៅរដូវកាលដូចជាពិធីបុណ្យជាតិអីចឹងភាគច្រើនទៅភ្នំពេញគឺទទួលបានចំណាត់ថ្នាក់លេខ1ដែរកណាចឹងសម្រាប់ទូមកគ្រឿងនេះគឺមានវ័យចំណាស់មែនតើហើយទៅបែរអស់ចូលណាលោកគ្រូទៅតែអស់ចូលទេរងពីដើមនៅខាងមុខមាត់កណានៅខាងមុខមាត់ចឹងសភាពទូគឺនៅរៀងល្អដែរប៉ុន្តែបើសិនជាយើងគិតទៅរៀងទ្រុឌទ្រោមដែរហើយកណាបើសិនជាយកទៅប្រើការក៏រៀងពិបាកដែរសម្រាប់ការប្រើការទុកអូមកគ្រឿងនេះគ្រាប់កែវដែរលោកគ្រូណាប្រហែលទុកគ្រាប់កែវដែរក៏យ៉ាងណាដែរនៃការសែនព្រៃមានអីចឹងទៅបងយើងអានេះតាមប្រពៃណីហើយក៏ជាជំនឿមួយសម្រាប់បងប្អូនយើងនៅតាមភូមិស្រុកនៃការជឿអញ្ចឹងទូកដែរសេរីចាស់ចេះមិនអត់ទេសម្រាប់ការកាន់លោកគ្រូតាក់ទងជាមួយនឹងទូកមួយគ្រឿងហ្នឹងដែលធ្លាប់បង្ហាញធ្លាប់អីជាលក្ខណៈរូបរាងឲ្យបងប្អូននៅក្នុងស្រុកភូមិបានឃើញដែរអត់ឬក៏យ៉ាងណាដែរបង្ហាញដែរតែតែគាត់ថាសម័យកាលនោះយើងអត់សូវមានអីថតចឹងតែមុននឹងទៅលេងនៅកន្លែងណាហ្នឹងតែតែបង្ហាញបង្ហាញដែរហើយគាត់ថាយើងវាអត់មានកាមេរ៉ាមានអីថតសម្រាប់ទុកចឹងកណាលោកគ្រូសាច់ចាស់ល្អលោកគ្រូទុកពីដើមអានេះបើសិនជាយើងបានតាំងពីពងល្អលោកគ្រូតែយើងយកនេះហ្មងយកលក្ខណៈថាទុកជាកេរដំណែលហាណាមួយទុកមកគ្រឿងនេះជាអ្នកផ្ដើមឈ្មោះនេះមកហ្មងមច្ឆាផ្ទងពីដើមមកទុកមកគ្រឿងនេះជាអ្នកផ្ដើមមកហើយតមកដល់ក្នុងឆ្នាំ2015ក៏មានទុកខ្នាតអន្តរជាតិខ្នាត22នាក់បើមុនទុកនេះមាន3ទុកទៀតមាន3ទុកទៀតមាន3ទុកទៀតមានទុកពីមុននោះចំណុះ36សឹកខ្លាំងពៀនមាសពៀនប្រាក់ទៀតក្នុងពៀនប្រាក់សាក់3ពីដើមហ្នឹងហើយអញ្ចឹងមានន័យថាប្រវត្តិទុកទាំងខ្ញុំទៅមានចំនួនខ្លាំងគ្រប់ចំនួនកណាហើយឈ្មោះមច្ឆាផ្ទងដែរអញ្ចឹងឈ្មោះតែមច្ឆាផ្ទងតែអត់ដូរទេកណាឈ្មោះតែប៉ុណ្ណឹងគ្រប់ចំនួនទាំងអស់សិតតែខ្លាំងសិតតែទទួលបានកណាកិត្តិយសប៉ុន្តែទុកនេះអ្នកផ្ដើមដំបូងឬក៏យ៉ាងណាដែរសម្រាប់ទុកដើមទុកដើមមានមុនទៀតមានមុនទុក3ចំនួនទៀតប៉ុន្តែគ្រាន់តែបច្ចាស់ខូចខាតទៅពុកអស់ហើយកណាហ្នឹងហើយដោយសារនេះទៅឆ្នាំ1992នេះបានអាចារ្យកម្មការញាតិញោមពុទ្ធបរិស័ទហ្នឹងគាត់រៀបចំឲ្យមានទុកមួយគ្រឿងសម្រាប់គេដំណើរមកវិញណាលោកគ្រូបាទអញ្ចឹងក៏សល់ទុកនេះបានមកដល់ពេលបច្ចុប្បន្នហ្នឹងទៅបាទណាចឹងសម្រាប់ទុកមួយគ្រឿងនេះក៏ប្រវត្តិបើការប្រកួតនៅតាមរាជធានីឬក៏តាមបណ្ដាខេត្តតើធ្លាប់ជួបជើងខ្លាំងលោកគ្រូជួបជើងខ្លាំងរហូតដែរណាយ៉ាចាំមើលថាមិនធម្មតាទៅពីមុនហើយលើថាសិតពៀនមាសទៀតមិនធម្មតាណាពៀនប្រាក់សាក់3ពីដើមមកសាក់3ទៀតណាបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលអត់ដឹងណាបាទជាមួយនឹងមច្ឆាផ្ទងសាក់3ណាសើ4តែអញ្ចឹងមកដល់ចំនួនក្រោយនេះទៀតបាទសូម្បីតែខ្នាតអន្តរជាតិក៏មិនធម្មតាដែរណាលោកគ្រូបើក៏ទៅពីលបឿនហើយនិយាយពីលបឿនវិញដឹងទៅប្រៀបធៀបមួយណាទេមច្ឆាផ្ទងហើយមួយទៀតមច្ឆារស់ក៏នេះដែរដូចជាកកាតក្រោយដែរណាលោកគ្រូកកាតក្រោយប៉ុន្តែឥឡូវនេះមច្ឆារស់ក៏កំពុងតែឡើងដែរអញ្ចឹងនៅក្នុងស្រុកស៊ីធូកដាដូចចាប់ផ្ដើមមានគូប្រកួតឯច្រើនដែរតកងមច្ឆាដែរបងប្អូនយើង
អញ្ចឹងជាទីបញ្ចប់បងប្អូនយើងចាំមកកលេចមើលជាមួយនឹងរូបរាងមួយជុំជាមួយនឹងទូកងមួយឆាផ្ទុងដែលមានចំណុះ30ជាងនៅលោក 46នាក់ 46នាក់បងប្អូនចឹងណាបាទមានចំណុះ46នាក់ក៏កើតឡើងនៅក្នុងឆ្នាំ1992អញ្ចឹងបងប្អូនយើងបងសេរីឲ្យគាត់មើលមួយជុំមួយហ្នឹងមកបាទនេះរូបរាងជាមួយនឹងមួយឆាផ្ទងហើយបងសេរីចាស់កាត់គេដំណើរមកមានទូកចំនួន3គ្រឿងទៀតបាទតម្រាំតែមានទូកមួយឆាផ្ទងនេះមកក្រោយចំណុះ46នាក់ចឹងរៀងវែងដែរចំពោះប្រវែង20ម៉ែត្រជាងបងប្អូនយើងណាបាទសម្រាប់គេឈ្មោះសាក់3បងប្អូនយើងការតលេងនៅរាជធានីទទួលបានពានមាសក៏ដូចជាពានប្រាក់ផងដែរអញ្ចឹងជាចុងបញ្ចប់ខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាបងប្អូនយើងតែប៉ុណ្ណឹងហើយតិចទៀតយើងនឹងបន្តទៅរងបងប្អូនយើងនៅខាងខេត្តព្រៃវែងបន្តទៀតចឹងក៏សូមអរគុណនិងសូមជម្រាបលាបងប្អូនយើងតែប៉ុណ្ណឹង